បាទជំរាបសួរបងប្អូនទាំងអស់គ្នាសម្រាប់ថ្ងៃនេះខ្ញុំចង់បង្ហាញអំពីម៉ូតូនេះបាទម៉ូតូសងប៊ិចនេះគឺវាមានបញ្ហាដោយសារតែវាខ្សោយស្បែកឥឡូវយើងកំពុងតែធ្វើការដោះបំបែកវាដោយសារតែម៉ូតូគាត់ជិះឡើងអស់ស្បែកលេងហើយលើនេះក៏ទេរបស់វាបាទឥឡូវយើងកំពុងតែដោះដើម្បីដូរស្បែកថ្មីជូនអតិថិជនបាទសម្រាប់យើងឆែកមើលទៅយើងឃើញថាចានស្បែករបស់វាមានបញ្ហាគឺសឹកដល់នៅសស្ដើងមែនតើអញ្ចឹងយើងត្រូវតែដូរចានហ្នឹងចោលព្រោះចាននេះដូរជាមួយនឹងស្បែករបស់វាមកឈុតតែម្ដងទាំងមុខទាំងក្រោយឥឡូវយើងកំពុងតែធ្វើវាហើយនេះចានរបស់វាបាទចានរបស់វាហើយនេះគឺងើខាងក្រោយបាទនេះគឺជាស្បែករបស់វាបាទស្បែកសតដៃទេបាទឥឡូវយើងដូរចោលតែម្ដងយើងអត់បិទយើងអត់ដូរទេយើងដូរមកឈុតតែម្ដងបាទយើងដូរមកឈុតតែម្ដងសម្រាប់ជូនអតិថិជនរបស់យើងបាទនេះគឺប្រភេទសងប៊ិចបាទបាទអរគុណនេះគឺបោះវាមកឈុតតែម្ដងហើយយើងកំពុងតែរៀបចំដូរចោលជូនទៅកាន់ភ្ញៀវរបស់យើងបាទបើសិនជាមានបងប្អូនណាតម្រូវការដែលពាក់ព័ន្ធជាមួយនឹងការដូរស្បែកអូសស្បែកអេពាក់ព័ន្ធជាមួយនឹងម៉ូតូប្រើចង្កឹះលេខឬក៏អូតូបាទនេះគឺជាសំណុំស្បែកដែលយើងត្រៀមដើម្បីនឹងដាក់ជូនអតិថិជនរបស់យើងបាទនេះគឺយើងកំពុងតែរៀបចំដូរទៅកាន់អតិថិជនស្បែកវាទាំងមូលតែម្ដងទាំងស្បែកអូសស្បែកធាក់មួយឈុតតែម្ដងបាទនេះគឺស្បែករបស់វាបាទនេះគឺស្បែកអូសបាទហើយនេះបាទយើងដូរតែម្ដងហើយនេះគឺជាស្បែកធាក់មានទាំងស្បែកមានទាំងផ្លាតូរបស់វាតែម្ដងទាំងនៅទាំងអីមួយឈុតតែម្ដងបាទយើងកំពុងតែរៀបចំដូរទៅជូនភ្ញៀវរបស់យើងពីព្រោះដោយសារតែម៉ូតូនេះគឺវាអស់ស្បែកស៊ីដកដែកហើយយើងដូរសំណុំតែម្ដងនេះគឺជាអាចាស់របស់វាដើម្បីយើងបាទយើងត្រៀមដូរជូនអតិថិជនរបស់យើងបាទនេះស្បែកធាក់បាទនេះរបស់វាគឺអស់លីងហើយបងប្អូនទាំងគ្នាបាទអស់សល់តែដែកសរសើរសម្រាប់អតិថិជនដែលគាត់ជិះរហូតតែអាចនៅបន្តជិះបាទនេះយើងបានរៀបចំដាក់ជូនទៅកាន់ពួកគាត់បាទស្បែកអូសស្បែកធាក់មកឈុតតែម្ដងបាទរៀបចំជូនទៅកាន់គាត់ហើយបាទតិចទៀតហើយរហូតបងប្អូនទាំងអស់គ្នាបាទហើយយើងនឹងសាកជិះតើខ្លាំងអត់បាទនេះយើងរៀបចំកញ្ចប់ដើម្បីរៀបចំមាននេះយើងរៀបចំហើយបងប្អូនអរគុណច្រើនបាយបាយ